បានច្រើនណាមក23មកទុកលក់បានហ្នឹងឥឡូវយកកូនមកជាមួយទឹកអូគេសញ្ញេហើយណាដើម្បីយកមកសញ្ញេប្រវត្តិរូបអីចឹងណាមុននឹងចោះទឹកចោះអីចឹងណាហើយនេះសិតជាកោះដែលយើងត្រូវទៅនៅម្ដុំកោះរងយើងនឹងបងប្អូនអាចអានខ្លួនឯងបាននេះកោះអីគេនេះហើយយើងទៅគេងនៅក្បែរកោះហ្នឹង2យប់ធ្វើដំណើរ3ថ្ងៃបានតែមកគ្រប់ខ្ញុំជាមួយទឹកពេញតុកម្នាក់បានប៉ុន្មានដង3ទៅ5ដងក្នុងម្នាក់ហ្នឹងត្រូវស្ងាត់ហើយការជាមួយទឹកហ្នឹងមិនថោកទេណាគេសប្បាយចិត្តជាមួយស្បែកជើងគាត់អេកស្ត្រាមកដល់គាត់នឹងថែម xxxx នៅកន្លែង center ជាមួយទឹកហ្នឹងគឺជាតកែគឺជាអ្នកជនជាតិចិននេះតែគាត់នៅនឹងយូរឆ្នាំហើយពួកខ្ញុំទៅជាមួយតឹងពីជំនាន់កូវីដមកលឺស៊ីមានអេច្រើនមែនលឺស៊ីអើយដងតាំង5នឹងទៅជាមួយទឹកខ្ញុំនឹងក៏ទៅដែរតែហើយនឹងលើកទីម៉ានហើយធ្វើដៃវិញណាគេរំភើបផងគេសប្បាយផងគេអរផងលើកទី1របស់ទី1អាយុ10ឆ្នាំ No ទៅហូបសម្រាប់ដាក់ទូគេដាក់ទីណាមកយើងនៅលើកោះ23យើងដាក់ទៀតដាក់អវ៉ាន់ទាំងអស់ហ្នឹងទៅបញ្ជូនទៅលើទូកដើម្បីទាំងចុងភៅអីហ្នឹងទាំងមហូបទាំងចុងភៅសម្រាប់ញ៉ាំ2យប់2ថ្ងៃនៅលើទូកហ្នឹង2យប់3ថ្ងៃហើយទីយើងទៅលើទូកហ្នឹងដាក់អវ៉ាន់នៅលើទូកនៅរស់នៅលើកោះមិនស្រួយណាអវ៉ាន់ត្រូវយកមហូបចេញពីដីចេញពីកំពង់សោមមកចូលកោះហើយបើចង់ចេញពីកោះទៅកោះមួយទៀតដាក់អវ៉ាន់នឹងតទៀតដឹកតាមអាទិះអញ្ចឹងហើយខ្ញុំមកដឹងនិយាយអីស្ដាប់ចាមិនកូនមិនឃើញមែនកើតអីអាណានេះឃើញណាណាបាក់មេមួយនេះហ៎អូហេតុលេខម៉ានx 2ដងគាត់នេះឲ្យធ្វើ x 3ដងកូនណាឲ្យតប៉ាគាត់ឲ្យធ្វើអីធ្វើហ្នឹងណាបាក់ម៉ាលីមួយណាម៉ាលីខ្លាច់ប៉ាគេណា Hey are you ready to go diving រត់អត់ទៅជាមួយទឹកហើយយើងចាំមើលគាត់ជាមួយទឹកមិនណាខ្ញុំអត់ក៏អន្តរ៉េរ៉កអាវស្បែកជើងហ្នឹងឡើងចង់2ម៉ោងជាងទាំងសញ្ញេទាំងអីនេះកោះ23គេហៅកោះរង23ចឹងឯងនៅហ្នឹងគេបបាក់បងប្អូនធ្លាប់មកហ្នឹងឃើញស្គាល់ហើយយើងនឹងឡើងទូកហ្នឹងទៅកោះផ្សេងទៀតដីគាត់ណាពីកំពង់សោមមកដល់ហ្នឹងយើងជិះអត់ដឹងប៉ុន្មានម៉ោងនេះក៏នឹងភ្លេចដែរតែគាត់ថាមកដល់គោលដៅ8ម៉ោង